ជំរាបសួរថ្ងៃនេះខ្ញុំសូមណែនាំអំពីរបៀបភ្ជាប់ Telemetry ទៅនឹង Motor Blind ឬ Background Root របស់ក្រុមហ៊ុន MEC អញ្ចឹងមុននឹងភ្ជាប់សូមប្រាកដថា Motor របស់លោកអ្នកបានភ្ជាប់ជាមួយនឹងចរន្តអគ្គិសនីឬ Volt ដើម្បីភ្ជាប់ដំបូងត្រូវជ្រើសរើសលេខប៉ុស្តិ៍ណាមួយសម្រាប់ទុកបញ្ជា Motor ហើយដើម្បីជ្រើសរើសលេខប៉ុស្តិ៍នោះបានយើងត្រូវចុចប៊ូតុងដែលមានសញ្ញាទៅមកនៅខាងលើ Tele នេះបន្ទាប់ពីជ្រើសរើសលេខប៉ុស្តិ៍រួចយើងត្រូវចុចប៊ូតុងតូចមួយដែលនៅលើ Motor បន្ទាប់ពីចុចប៊ូតុងតូចនៅលើ motor រួច motor នឹងធ្វើចលនាវិលបែបនេះបន្ទាប់មកត្រូវចុចប៊ូតុង P1 ដែលជាប៊ូតុងកូដដែលស្ថិតនៅខាងក្រោយ Tele បញ្ជាបន្ទាប់មក motor នឹងវិលម្ដងទៀតនៅពេលដែល motor វិលរួចយើងអាចយក Tele ទៅបញ្ជាឲ្យបិទបើកបានយ៉ាងជោគជ័យ